ការដាំបន្លែធម្មជាតិគឺជាវិធីសាស្ត្រដាំដុះដែលមិនប្រើសារធាតុគីមីគ្រឿងបង្កើនល្បឿនលូតលាស់ឬថ្នាំសម្លាប់សត្វល្អិតដែលបង្កគ្រោះថ្នាក់វាជាវិធីសាស្ត្រដែលអាស្រ័យលើធនធានធម្មជាតិដូចជាដីល្អទឹកស្អាតពន្លឺព្រះអាទិត្យនិងជីកំប៉ុស្តធម្មជាតិដើម្បីឲ្យបន្លែលូតលាស់ដោយសុវត្ថិភាពនិងមានគុណភាពខ្ពស់នៅសម័យបច្ចុប្បន្ននេះមនុស្សកាន់តែយល់ដឹងពីសារៈសំខាន់នៃសុខភាពដូច្នេះការដាំបន្លែធម្មជាតិបានក្លាយជាជម្រើសមួយដែលទទួលការចាប់អារម្មណ៍ខ្លាំងជាដំបូងការដាំបន្លែធម្មជាតិមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពបន្លែដែលដាំដោយវិធីធម្មជាតិមិនមានសារធាតុគីមីសនៅលើផ្ទៃឬនៅក្នុងសាច់បន្លែទេដូច្នេះវាមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគការបរិភោគបន្លែបែបនេះជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនដូចជាជំងឺបេះដូងជំងឺមហារីកនិងជំងឺពុលអាហារលើសពីនេះបន្លែធម្មជាតិមានសារធាតុចិញ្ចឹមខ្ពស់ដូចជាវីតាមីនសារធាតុរ៉ែនិងជាតិប្រូតេអ៊ីនខ្លះដែលជួយបង្កើនភាពរឹងមាំនៃរាងកាយនិងប្រព័ន្ធភាពស៊ាំបន្ទាប់មកការដាំបន្លែធម្មជាតិមានអត្ថប្រយោជន៍សម្រាប់ការប្រើប្រាស់ពេលវេលានិងជីវភាពប្រចាំថ្ងៃនៅពេលដែលយើងមានសួនបន្លែផ្ទាល់ខ្លួនយើងអាចប្រមូលផលបន្លែស្រស់បានគ្រប់ពេលដោយមិនចាំបាច់ចំណាយពេលទៅផ្សារឬហាងលក់បន្លែញឹកញាប់នេះជួយសន្សំពេលវេលានិងធ្វើឲ្យជីវិតមានភាពងាយស្រួលជាមួយគ្នានេះការដាំបន្លែក៏អាចជួយសន្សំថវិកាព្រោះយើងមិនចាំបាច់ទិញបន្លែពីខាងក្រៅជារៀងរាល់ថ្ងៃមិនត្រឹមតែប៉ុណ្ណោះការថែរក្សាសួនបន្លែធម្មជាតិគឺជាសកម្មភាពមួយដែលជួយឲ្យមនុស្សមានសុខភាពផ្លូវចិត្តល្អការចំណាយពេលនៅជិតធម្មជាតិដូចជាការដាំដុះការដាក់ទឹកនិងការថែរក្សារុក្ខជាតិអាចជួយកាត់បន្ថយស្ត្រេសនិងបង្កើនអារម្មណ៍សុខស្រួលវាក៏ជាការហាត់ប្រាណស្រាលមួយដែលជួយឲ្យរាងកាយមានភាពសកម្មនិងមានថាមពលល្អផងដែរជាពិសេសសម្រាប់មនុស្សដែលមានការងារក្នុងការិយាល័យការដាំបន្លែអាចជួយឲ្យពួកគេមានពេលវេលាសម្រាប់ពីការងារដ៏តានតឹងលើសពីនេះការដាំបន្លែធម្មជាតិមានអត្ថប្រយោជន៍ដល់បរិស្ថានផងដែរព្រោះមិនប្រើសារធាតុគីមីវាជួយការពារដីទឹកនិងខ្យល់មិនឲ្យមានការបំពុលការប្រើជីកំប៉ុស្តនិងសារធាតុធម្មជាតិផ្សេងក៏ជួយបង្កើនគុណភាពដីនិងធ្វើឲ្យដីមានសុខភាពល្អរយៈពេលវែងវាជាវិធីសាស្ត្រដែលគាំទ្រការរស់នៅបែបបៃតងនិងការអភិរក្សធម្មជាតិចុងក្រោយការដាំបន្លែធម្មជាតិជួយបង្កើនការយល់ដឹងនិងជំនាញក្នុងជីវិតមនុស្សអាចរៀនពីរបៀបដាំដុះការថែរក្សារុក្ខជាតិនិងការប្រើប្រាស់ធនធានធម្មជាតិយ៉ាងមានប្រសិទ្ធភាពវាក៏អាចជាសកម្មភាពមួយសម្រាប់គ្រួសារឬមិត្តភ័ក្តិដើម្បីធ្វើរួមគ្នានិងបង្កើនភាពស្និទ្ធស្នាលផងដែរសរុបមកការដាំបន្លែធម្មជាតិគឺជាជម្រើសដ៏ល្អសម្រាប់មនុស្សសម័យថ្មីព្រោះវាផ្ដល់អត្ថប្រយោជន៍ទាំងសុខភាពការសន្សំពេលវេលាថវិកានិងការពារបរិស្ថានដូច្នេះយើងគួរតែចាប់ផ្ដើមអនុវត្តការដាំបន្លែធម្មជាតិទោះបីជាមានតែផ្ទៃដីតិចតួចក៏ដោយដើម្បីបង្កើនគុណភាពជីវិតនិងរក្សាសុខភាពឲ្យបានល្អប្រសើរ